បាទវិទ្យាបាយទូទាត់ក្នុងពេលបច្ចុប្បន្ននេះពិតជាមានសារៈសំខាន់និងចំណេញពេលវេលាយ៉ាងខ្លាំងអ្វីដែលយើងបានប្រើប្រាស់គឺតាមរយៈ QR code តើ QR code មានអត្ថកម្បាំងអ្វីបានបង្កើតឡើងតាំងពីឆ្នាំណាដោយប្រទេសណាតើលោកអ្នកធ្លាប់ឆ្ងល់ទេថា QR code តូចៗទាំងនេះអាចផ្ទុកព័ត៌មានបានច្រើនយ៉ាងដូចម្តេចQR code បានបង្កើតឡើងនៅឆ្នាំ1994ដោយប្រទេសជប៉ុនដំបូងឡើយគេបង្កើត QR code ឡើងដើម្បីសម្រាប់តាមដានគ្រឿងបណ្ដាញរថយន្តតែប៉ុណ្ណោះអ្វីដែលគួរឲ្យភ្ញាក់ផ្អើលគឺ QR code មួយអាចផ្ទុកអក្សរលេខនិង website link បានរាប់ពាន់តួអក្សរមូលហេតុដែល QR code ងាយ scan ងាយទទួលស្គាល់គឺដោយសារការ៉េធំ3នៅជ្រុងរបស់វាជួយឲ្យទូរស័ព្ទស្គាល់ទិសដៅនិង scan បានលឿនទោះបីជាបត់ឬបង្វិលក៏ដោយអ្វីកាន់តែអស្ចារ្យសូម្បីតែ QR code ខូចតិចក៏នៅតែ scan បានដោយសារមួយផ្នែកដែលអាច scan បានដោយសារបច្ចេកវិទ្យាកែតម្រូវកំហុសហៅថា error correction នេះគឺជាប្រព័ន្ធបច្ចេកវិទ្យា error correction ដែលជួសជុលទិន្នន័យបាត់បង់របស់ QR code ចាប់ពីពេលនេះទៅលោកអ្នកបានស្វែងយល់និងយល់ដឹងអំពី QR code សូមចងចាំថាវាមានបច្ចេកវិទ្យាដ៏អស្ចារ្យលាក់នៅក្នុងខ្លួនរបស់វាសូមជួយ follow និង share ផងដើម្បីទទួលបានវីដេអូថ្មីៗនៅពេលក្រោយទៀតសូមអរគុណ